ហេចានពណ៌នេះគឺផ្លែឈើរបស់ខ្ញុំបន្ទាប់ពីក្រាក់បាយរួចអ្នកនរគ្នាខ្នោតុំនេះបានពីអូនគុនធានិងអូននីរតឲ្យតឡងនេះទិញខ្លួនឯងស្ងោររាល់ថ្ងៃឲ្យក្រោយបាយគឺខ្ញុំបាត់នឹងយើងកុំតន់ញ៉ាំខ្នោមុនយើងត្រូវញ៉ាំតឡងមុនពីព្រោះយើងចង់ញ៉ាំតឡងអញ្ចឹងដៃមកកបិតមិញម្ដងឯណាពុះខ្នោឥឡូវមិនតន់បាត់ឈាមល្អផងនេះនៅអួចឡើយនេះនៅជាប់ខ្នៅដៃឡើយឯងចាំប្រាប់ថាអូយដល់ចឹងទៅចិត្តសបកតែពីចិត្តដាក់នឹងដែរកូនល្អប្រចាំផ្ទះអូយអ្នកទាំងអស់គ្នាអើយញ៉ាំតឡងតៃពឹងតឡងខ្ញុំហៅតែតៃពឹងទេតែអ្នកទាំងអស់គ្នាហៅមិនខ្ញុំដឹងទេតែខ្ញុំត្រឡប់ហៅពីនេះមកខ្ញុំដឹងថាខ្ញុំកន្លាយបាត់ឈ្មោះតឡងទេឬក៏មិនទេតឡងនេះអត់មានដាំខ្លួនឯងខ្ញុំទិញគេណាអ្នកទាំងអស់គ្នាទិញម្ដង10គីឡូទិញរាល់ឆ្នាំតែដាំបានចាខ្ញុំចង់តែថាចិត្តបងប្អូនមកលេងឡើងមិនពីគ្រាប់មាន2 3កន្លែងនេះ1កន្លែងផ្ទាល់1ចុងច្រមុះម៉ាត់តិចថ្ងៃនេះបើអ្នកនរឃើញមុខខ្ញុំខាងក្រៅវិញហ៎មេកអាប់ហ៎ទិញវីដេអូដល់មេកអាប់បានស្អាតយើងបានប្រើ Twitter បើញ៉ាំមេកអាប់អ៊ីសូនមកយើងដាក់ smoothie គឺយងខ្លះណាបានញ៉ាំចាំចិត្តមួយអ្នកហ្នឹងដាក់មកផោតតែបានចំហុកទឹកបានតែហើយនោះនេះអត់ច្រើនឆានតែមិនតិចកុំតិចទេញ៉ាំតែខ្នៅនេះក៏អូមែនទេតែអែមទៀតបានពីអូនឲ្យខ្នៅធម្មជាតិមកគេអ្នកហ្នឹងមិនពួកអ្នកនេះមើលមើលដើម្បីដឹងថារសជាតិនេះយ៉ាងម៉េចបានខ្ញុំនៅពេលនេះវានៅចិត្តនេះអានេះមកដៃអានទៅអញនេះទៅហូបខ្នៅហើយទៅហូបដលងមួយអត់កើតអីអញ្ចឹងខ្ញុំទុកកលេបវាសិនទុកដលងញ៉ាំនៅពេលម្ដងម៉ោង3មួយសាទៀតញ៉ាំម្ដង2ដុំណាមិនញ៉ាំតិចទេដោយសារខ្ញុំត្រឡប់មានផ្លែឈើមានដលងស្ងោរខែដលងអញ្ចឹងគឺដលងតបាយតមកចូលទៅមើលចការតបាយផ្អែមម្ល៉េះអីក៏ផ្អែមយ៉ាងនេះបានដូចខ្នោនេះម្ចាស់គេឲ្យហើយបូករួមនឹងឆ្ងាញ់ហើយវាធម្មជាតិជាការអូនគុនធានិងអូននីរតជាការធម្មជាតិ